កិច្ចចរចាសន្តិភាពអាមេរិកអ៊ីរ៉ង់ជុំទី1បញ្ចប់ទៅជាមួយវឌ្ឍនភាពត្បិតមានភាពរកាំរកូសនិងការប៉ះទង្គិចសម្ដីគ្នាអំឡុងកិច្ចចរចាសន្តិភាពអាមេរិកអ៊ីរ៉ង់ប៉ុន្តែភាគីសម្របសម្រួលគឺប៉ាគីស្ថាននិងកាតាប្រកាសថាកិច្ចពិភាក្សាជុំទី1នេះបានបញ្ចប់ទៅពោពេញដោយវឌ្ឍនភាពដ៏គួរឲ្យកត់សម្គាល់តាមការផ្សាយរបស់ BBC នៅថ្ងៃច័ន្ទទី22ខែមិថុនាឆ្នាំ2026ប៉ាគីស្ថាននិងកាតាបានចេញសេចក្តីថ្លែងការណ៍រួមថាគណៈកម្មាធិការកម្រិតខ្ពស់មួយបានព្រមព្រៀងគ្នាលើកផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការសម្រេចបាននៅកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល60ថ្ងៃយោងតាមប្រភពដដែលគណៈប្រតិភូដែលខាងអាមេរិកដឹកនាំដោយអនុប្រធានាធិបតី JD Vance និងខាងអ៊ីរ៉ង់ដឹកនាំដោយប្រធានសភា Mohammad Bagher Khalifa សម្រេចបាននូវយន្តការរចនាសម្ព័ន្ធនិងសន្តិសុខសំខាន់ៗមួយចំនួនដូចជាអង្គភាពត្រួតពិនិត្យនយោបាយចម្បងមួយត្រូវបានបង្កើតឡើងដោយក្រុមប្រធានអ្នកចរចានិងរបាយការណ៍ជូនអង្គភាពនេះជាទៀងទាត់ហើយដឹកនាំក្រុមការងារគោលដៅដែលផ្ដោតលើបញ្ហានុយក្លេអ៊ែរទណ្ឌកម្មសេដ្ឋកិច្ចហើយតាមដានឃ្លាំមើលនឹងការដោះស្រាយវិវាទភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើតក្រុមរួមមួយដែលមានការចូលរួមពីប្រទេសលីបង់និងក្រុមអ្នកសម្របសម្រួលដើម្បីតាមដានឃ្លាំមើលនិងអនុវត្តការបញ្ឈប់ប្រតិបត្តិការយោធារវាងអ៊ីស្រាអែលនិងក្រុមហេប៊ូឡាដែលគ្រប់គ្រងដោយអ៊ីរ៉ង់លើសពីនេះខ្សែទំនាក់ទំនងផ្ទាល់មួយក៏ត្រូវបើកឡើងដោយបង្ការការវិតម្លៃខុសនិងធានាឲ្យបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រាប់កប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រហូមូសផងដែរមិនត្រឹមប៉ុណ្ណឹងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អាបាសអាក់ឈីថ្លែងថាវឌ្ឍនភាពដែលសម្រេចបានក៏រួមមានការលើកលែងសម្រាប់ការនាំចេញប្រេងនិងគីមីឥន្ធនៈដកការបិទគប់ផ្លូវទឹកបញ្ចេញទ្រព្យសម្បត្តិបង្កអ៊ីរ៉ង់មួយចំនួននិងការចាប់ផ្ដើមផែនការស្ដារឡើងវិញដ៏ធំមួយផងដែរ